អាជ្ញាធរខេត្តតាកែវណែនាំអាណាព្យាបាលជំរុញកូនឲ្យសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈខណៈរាជរដ្ឋាភិបាលកំពុងគិតគូរលើជំនាញនេះអាជ្ញាធរខេត្តតាកែវបានធ្វើការណែនាំដល់អាណាព្យាបាលឪពុកម្ដាយមាតាបិតាត្រូវលើកទឹកចិត្តនិងជំរុញដល់កូនរបស់ខ្លួនដែលមានបំណងចង់សិក្សាវគ្គខ្លីៗឲ្យមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈខណៈការសិក្សាជំនាញនេះទទួលបានការគិតគូរនិងទំនុកបម្រុងពីរាជរដ្ឋាភិបាលថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវដែលបានរៀបចំធ្វើឡើងនៅសាលាស្រុកត្រាំកក់នាព្រឹកថ្ងៃពុធទី13ខែវិច្ឆិកាឆ្នាំ2024លោកម៉ឹងវុធីអភិបាលរងខេត្តតាកែវបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នេះក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ដល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនិងបុគ្គលសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធចំនួន1.5 លាននាក់បានចូលរៀនជំនាញបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលឥតបង់ថ្លៃថែមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្ដុះបណ្ដាលចំនួន28,000 រៀលទៀតផងលោកអភិបាលរងខេត្តតាកែវបានថ្លែងបន្តថាការសិក្សាលើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈគឺជាការសិក្សាជំនាញរយៈពេលខ្លីទទួលបានឱកាសនិងតម្រូវការទីផ្សារការងារខ្ពស់នាពេលបច្ចុប្បន្នជាមួយគ្នានោះដែរសម្រាប់បងប្អូនយុវជនពិសេសអាណាព្យាបាលដែលចង់ជំរុញឲ្យកូនសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនេះសម្រាប់ខេត្តតាកែវយើងមានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវស្ថិតនៅក្នុងក្រុងដូនកែវដែលមានជំនាញជាច្រើនសម្រាប់យុវជនធ្វើការជ្រើសរើសសិក្សាក្នុងឱកាសនោះលោកម៉ឹងវុធីក៏បានធ្វើការអំពាវនាវដល់យុវជនយុវនារីសិស្សនិស្សិតទាំងអស់សិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឲ្យបានច្រើនដើម្បីខ្លួនឯងមានជំនាញមួយពិតប្រាកដក្នុងជីវិតមានការងារល្អទទួលបានប្រាក់ខែខ្ពស់សម្ដៅជួយដល់ខ្លួនឯងគ្រួសារនិងសេដ្ឋកិច្ចជាតិដើម្បីចូលរួមទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2030ជាប្រទេសមានចំណូលមធ្យមកម្រិតនិងឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់